xa một tiết ở chun po trong em nom là pon khả thi đọc pi đây và lấy chất đó bắt đô vậy chỉ em tới phải bị cho bạn đô hai ai màu trim là bây giờ làm cho và lấy chùm luôn để trong chuỗi internet nó có bị trang này mà sang cho mấy năm cứ cái trang hay năng một tiết nó thay mà con đò có chia lái đại quạt ban tận nhẹ tận nong ở miền cà phơ ở cái trên program cái thứ mình có tham miền năm năng đấy miền riêng đó năm ấy ở chỗ đó sang vật sạt mấy cứ miền là hột chân miền tha quạt có đỏ cả ở rừng trăm thì rừng về tiền để chọc cả này xong có đôi chừng rượu xúa có đôi xúa đây ta can sơn này sợt có đôi chia này tôi sẽ nói video dương từng ọc nhiều xong spa có mà can đi ai YouTube chỉ thay mà đóng tiềnហើយការពិវៈមុនយើងបានជួបជាមួយនឹងនិស្សិតតន្សាសយើងមួយរូបដែលគាត់ទៅតែទទួលបានជ័យលាភីថ្នាក់ Global នៅក្នុងកម្មវិធី JCI Debate Competition ហើយបាននាំយកនៅមោទនភាពខ្លាំងមែនទែនមកកាន់សាកលវិទ្យាល័យអន្តរជាតិក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូលអញ្ចឹងនៅក្នុងថ្ងៃនេះដែរពួកយើងពិតជាមាននៅស្ដីសមដល់រីករាយគ្នាដោយសារតែមាននិស្សិតខាងវិទ្យាសាស្ត្រយើងចំនួន2រូបដែលគាត់ទៅតែបានបញ្ចប់ការចុះកម្មសិក្សាឬក៏យើងហៅថា Exchange Program ទៅកាន់ប្រទេសចិននិងតៃវ៉ាន់ហើយពួកយើងជឿជាក់ថាការចុះកម្មសិក្សានេះមិនត្រឹមតែជួយអភិវឌ្ឍទៅលើចំណេះដឹងក្នុងវិទ្យាសាស្ត្រក៏ដូចជាវិជ្ជាជីវៈរបស់គាត់ទេប៉ុន្តែពួកគាត់ក៏បានរៀនឬក៏ទទួលបាននៅចំណេះដឹងបទពិសោធន៍ថ្មីៗថ្នាក់ Global ដូចគ្នាអញ្ចឹងបើសិនជាចង់ដឹងថាតើពួកគាត់ទទួលបានបទពិសោធន៍នៅ experience នេះគេខ្លះយើងចូលទៅកាន់កិច្ចសភាទាំងអស់គ្នាជម្រាបសួរចឹងបងអាចជួយនៅក្នុងខ្លួនតិចបានទេចាប់ផ្ដើមពីបងបាទជម្រាបសួរខ្ញុំបាទឈ្មោះឡុងសុភាជានិស្សិតឆ្នាំទី7ជំនាញវិជ្ជាបណ្ឌិតទូទៅនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនិងរកកុមារនៃសាកលវិទ្យាល័យអន្តរជាតិជម្រាបសួរបងជម្រាបសួរលោកគ្រូអ្នកគ្រូព្រមទាំងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ IU នាងខ្ញុំឈ្មោះម៉េងម៉ាលីដាជានិស្សិតវិទ្យាសាស្ត្រទូទៅឆ្នាំទី7នៅសាកលវិទ្យាល័យអន្តរជាតិ IU អូខេរីករាយដែលបានស្គាល់បងទាំងពីរនេះគ្នាអូខេបងលីដាបងអាចជួយណែនាំតិចបានទេពីកម្មវិធី program ដែលបងទៅ exchange program ហ្នឹងចាបងកម្មវិធីដែលខ្ញុំបានចូលរួមក្នុងការ exchange program នៅប្រទេសចិនហ្នឹងមានឈ្មោះថាកម្មវិធី elective exchange program at Guangxi College in China អូខេហើយអាចណែនាំតិចបានទេថាជា program លក្ខណៈបែបណាដែរបងចាបង program ដែលខ្ញុំបានចូលរួមហ្នឹងគឺជា program ដែលនិស្សិតគ្រប់គ្នាដែលជាប់ឈ្មោះទៅចូលរួមហ្នឹងគឺគាត់ចូលរួមទៅធ្វើការទស្សនកិច្ចសិក្សាដូចជាទស្សនានៅសាកលវិទ្យាល័យនៅខេត្តកងស៊ីនៅឆៃណាហ្នឹងហ្មងហើយក៏បានចូលរួមទៅទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យដូចគ្នាអូខេអញ្ចឹងចំពោះបងវិញបងសុភាចំពោះកម្មវិធី program ដែលបងទៅហ្នឹងមានលក្ខណៈដូចគ្នាជាមួយនឹងបងលីដាដែរឬក៏ខុសគ្នាដែរទាក់ទងជាមួយនឹងកម្មវិធីការ elective program របស់ខាងខ្ញុំហ្នឹងមានលក្ខណៈខុសគ្នាតិចបន្តួចដែរព្រោះដោយសារខាងខ្ញុំទៅទាក់ទងឈ្មោះ program របស់ខ្ញុំហ្នឹង elective program to Cambodian Chinese Medical Association Taiwan ហើយចំពោះគោលបំណងនៃការធ្វើ elective program ហ្នឹងទីមួយយើងចុះទៅសាកលវិទ្យាល័យរបស់ខាងគេនៅតៃវ៉ាន់ហ្នឹងតែទៅតៃវ៉ាន់ប៉ុន្តែយើងចុះនៅខាងថៃឆុងវិញហើយមួយទៀតនឹងបានយើងចុះទៅមើលការកម្មសិក្សាផ្ទាល់នៅខាងមន្ទីរពេទ្យរបស់យើងអូខេមិញយើងដឹងពី program ហើយប៉ុន្តែចង់ដឹងវិញថាមូលហេតុអីបានជំរុញឲ្យបងទាំងពីរធ្វើការចុះឈ្មោះឬក៏យើងហៅថាដាក់ពាក្យទៅក្នុងកម្មវិធី program មួយហ្នឹងអាចចាប់ដឹងពីបងមុនណាបងទាក់ទងជាមួយនឹងការគោលបំណងនៃការចុះឈ្មោះនឹងការ exchange program ហ្នឹងធំហ្នឹងទៅទីមួយខ្ញុំមាន3ចំណុចនៃការគោលបំណងរបស់ខ្ញុំទី1ចង់ទទួលបានចំណេះដឹងថ្មីទី2ទាក់ទងទៅនឹងបរិបទនៃវិទ្យាសាស្ត្រសុខាភិបាលទំនើបទី3នឹងទទួលបានបទពិសោធន៍ពីខាងគ្រូពេទ្យនៅក្រៅប្រទេសផងដែរអូខេជួបខាងបងចំពោះមូលហេតុដែលជំរុញឲ្យខ្ញុំដាក់ពាក្យចូលរួមក្នុងកម្មវិធី exchange program ទៅកាន់ប្រទេសចិនហ្នឹងដំបូងដោយសារតែខ្ញុំយល់ថាខ្ញុំចង់បានបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីពីបរទេសហើយខ្ញុំចង់អភិវឌ្ឍចំណេះដឹងបន្ថែមដឹងអំពីបរិបទក្នុងការព្យាបាលជំងឺការថែទាំជំងឺផ្នែកវិទ្យាសាស្ត្ររបស់យើងជាទូទៅហ្នឹងហើយនឹងបរិបទក្នុងការរៀននិងការបង្រៀនរបស់សាកលវិទ្យាល័យរបស់ប្រទេសចិនហ្នឹងមក
អូខេជាចំណុចរួមហ្មងចង់ទៅដោយសារបទពិសោធន៍ ហ្នឹងហើយ ចំណេះដឹង ដឹងជំនាញអូខេ ដើម្បីអភិវឌ្ឍ ហើយសំខាន់មួយទៀតគឺក៏ចង់ដឹងអំពី culture ដែរ អូខេ គេរបៀបរស់នៅខាងគេមិន ហ្នឹងហើយវប្បធម៌របស់គេនៅរក្សាវប្បធម៌បានល្អហ្នឹងហើយដូចប្រទេសយើង អូខេប៉ុន្តែចង់ដឹងវិញកន្លងពេលដែរត្រៀមខ្លួនក្នុងការដាក់ពាក្យឬក៏អាចថាមានជាការរៀបចំឯកសារផ្សេងតើមានផលលំបាកឬក៏បងរៀបចំលក្ខណៈបែបណាអីខ្លះដែរអាចចាប់ផ្ដើមពីដំបូងមកហ្មងថាពេលដែលយើងដឹងថាមានប្រូក្រាមហ្នឹងមកហើយបងត្រៀមខ្លួនបែបណាដែរសុំបង បើសម្រាប់ខ្ញុំទាក់ទងជាមួយនឹងដំណើរការនៃការដាក់ទៅឬក៏ជ្រើសរើសទៅ teaching program ហ្នឹងដំបូងឡើយគឺយើងត្រូវតាមដាន page របស់សាលាតើនៅក្នុងឆ្នាំសិក្សារបស់យើងហ្នឹងមានការ teaching program ហ្នឹងទៅណាខ្លះហើយទី2ហ្នឹងមើលទៅលើតម្រូវការខាងសាលារបស់យើងមានថាគោលការណ៍ដែលត្រូវយើងទៅ teaching program ទៅខាងឬក៏យើងចុះកម្មសិក្សាហ្នឹងឬក៏អាច teaching program ហ្នឹងតើទាមទារអីខ្លះហើយមកទៀតដល់មកទៀតក្រោយពីយើងជាប់ឬក៏ក្រោយពីយើងជាប់ហើយខាងសាលាទាមទារយើងអីទៀតយើងត្រូវ flexible តាមនឹងប្រែប្រួលតាមនឹងទៀត អូខេជួបខាងបង ចាបងចំពោះខ្ញុំវិញយើងទីមួយយើងត្រូវតាមដានទៅលើ page សាលាព្រោះសាលានឹងធ្វើ poster post ទៅក្នុង page ក៏ដូចជា group Telegram របស់សាលាផ្ទាល់ហើយឥឡូវ update ដល់ TikTok ទៀតហ្នឹងហើយហើយយើងមើលពី requirement ដែលសាលាតម្រូវហើយជាដំបូងយើងត្រូវមើលថាកម្មវិធីហ្នឹងយើងទៅណាទៅចិនហើយកម្មវិធីអាចចេញទៅខាងណាផ្សេងៗអញ្ចឹងទៅដូចទៅកូរ៉េទៅតៃវ៉ាន់អីអញ្ចឹងទៅហើយ requirement សាលាត្រូវការអីខ្លះដូចជា CV ករណីខ្លះត្រូវការ personal statement ត្រូវការកម្រិត GPA ចេញពីសាលាហើយនឹង certificate ភាសាអង់គ្លេសហើយអាចឈានទៅដល់ passport ឬក៏មានជាកាតនិស្សិតយើងផ្ទាល់មកដែរបញ្ជាក់ថាយើងកំពុងតែសិក្សានៅសាកលវិទ្យាល័យហើយក្រោយពេលដែលយើងទទួលបានឱកាសក្រោយពីសាលាជ្រើសរើសដំណើរការជ្រើសរើសឬក៏សាកលវិទ្យាល័យដែលយើងដាក់ពាក្យឲ្យពួកគាត់បានជ្រើសរើសពួកយើងទៅចូលរួមយើងត្រូវរៀបចំអីខ្លះដូចជាមាន passport visa សំខាន់គឺ visa វាទៀតចង់បន្ថែមដែរអីវាស៊ីទាក់ទងនឹងការដែលយើងទៅ teaching program ហ្នឹងទាក់ទងទៅនឹងតម្រូវការរបស់សាលាដែរវាខ្លះមានទាក់ទងប្រតិបត្តិបន្ទុករបស់យើងដែរហ្នឹងហើយហើយមួយទៀតទាក់ទងជាមួយនឹងតើសាលាឬក៏ខាងតំបន់ឬក៏ប្រទេសដែលយើងទៅ teaching program ហ្នឹងទាមទារពីឆ្នាំទីប៉ុន្មានទៅពេលខ្លះមានឆ្នាំទី6ចុះក្រោមក៏មានឆ្នាំទី6ឡើងទៅលើក៏មានហើយពេលខ្លះអាចជាវិជ្ជាបណ្ឌិតឯកទេសវិជ្ជាបណ្ឌិតមានថាលុះត្រាតែយើងបញ្ចប់ឆ្នាំទី6ហើយយើងចូលឆ្នាំទី1ឆ្នាំទី8ហ្នឹងអាចគេរើសចាប់ឆ្នាំហ្នឹងទៅឬក៏អាចថ្នាក់វិជ្ជាបណ្ឌិតឯកទេសអញ្ចឹងមានប្រែប្រួលទៅតាមតម្រូវការសាលាអញ្ចឹងយើងត្រូវតាមដានព័ត៌មានទៀតមានជាផ្នែកឆ្មបផ្នែកគលានុបដ្ឋាហ្នឹងហើយក៏ខាងសាលាជ្រើសរើសដោយពួកខ្ញុំផ្ទាល់ខ្ញុំទៅចិនមានតង់វិជ្ជាបណ្ឌិតទូទៅមានតង់ឆ្មបមានទាំងគលានុបដ្ឋាអូខេមិញ mention ច្រើនមែនតើពីតាំងពីឯកសាររហូតដល់ការ pass ជាប់ទៅទៀតហើយរៀបចំលក្ខណៈបែបម៉េចទៀតហើយបងមិញ mention ទៅលើរឿងមានជំនាញផ្សេងៗទៀតអាហ្នឹងខ្ញុំ interested ខ្ញុំចង់ដឹងថាពេលដែលបងដាក់ពាក្យទៅហ្នឹងមានជំនាញណាខ្លះចូលរួមទី1ទី2ពីយើងទៅអាចថា team របស់យើងខាងសាកលវិទ្យាល័យអន្តរជាតិយើងទៅប្រហែលអ្នកដែរខាងបងប្រហែលអ្នកហើយខាងបងទៅតំអ្នកអីឬក៏យ៉ាងណាដែរចាសុំបងមុនចំពោះខ្ញុំtotal ហ្មងដែលខាងសាកលវិទ្យាល័យជ្រើសរើស8នាក់ប៉ុន្តែមានតែ7នាក់ឯងដែលគាត់ទៅចូលរួមណាព្រោះម្នាក់ទៀតគាត់មានភារកិច្ចផ្ទាល់ខ្លួនគាត់ហ្នឹងហើយមានថ្នាក់ដឹកនាំចេញពីសាកលវិទ្យាល័យយើងទៅម្នាក់ដែរអូខេចាចុះខាងបងសម្រាប់ខ្ញុំផ្នែកដែលខ្ញុំចំនួនអ្នកដែលទៅហ្នឹងចំនួន11នាក់ហើយ11នាក់ហើយទៀតតមកដូចមានទៀតតមួយជំនាញខាងហ្នឹងមានន័យថានៅពេលដែលយើងជាប់ដូចខ្ញុំទៅខាងតៃវ៉ាន់ហ្នឹងមានន័យថានៅពេលដែលយើងជាប់ program ហ្នឹងហើយខាងគេនៅតៃវ៉ាន់ហ្នឹងតលាព័ត៌មានមកឲ្យខាងតំណែងខាងសាលាយើងឲ្យយើងរើសផ្នែកឬក៏ជំនាញឬក៏ជំនាញនៅក្នុងមន្ទីរពេទ្យដែលយើងត្រូវកម្មសិក្សាហ្នឹង
ឲ្យយើង3ខ្ញុំទៅហ្នឹងគេឲ្យរើ3អញ្ចឹងមានថានៅក្នុង3ហ្នឹងខាងគេនឹង select ខាងពីពេទ្យដែលយើងចុះកម្មសិក្សាហ្នឹងគេនឹង select ឲ្យយើងមួយដើម្បីធ្វើកម្មសិក្សាក្នុងរយៈពេលដែលយើងទៅហ្នឹង អូខេពេលដែលទៅដល់មានតើគ្នាយើងឬក៏មានខាងប្រទេសផ្សេងគាត់ចូលរួមដែរ សម្រាប់ខ្ញុំមកទៅមានតែខាងយើងទៅឯពុទ្ធសាហើយខាងមុនហ្នឹងមានពីខាងយើងទៅដែរប៉ុន្តែទៅរយៈពេលមុនមួយខែអញ្ចឹងយើងផ្លាស់ប្ដូរគ្នា អូខេចុះខាងបង ខ្ញុំដូចគ្នាបងចំពោះ exchange ដែលចេញពីសាកលវិទ្យាល័យទៅមានតែក្រុមនិស្សិតដែលចេញពីសាកលវិទ្យាល័យយើងទៅទេចា៎ អូខេយើងបានដឹងខ្លាំងមែនតើច្រើនខ្លាំងទទួលបានចំណេះដឹងព័ត៌មានច្រើនតាំងពីការដាក់ពាក្យដឹងតាំងពីដើម្បីចង់បានព័ត៌មានផ្សេងៗគឺតាក់ទងមកសាកលវិទ្យាល័យអន្តរជាតិឬក៏តាមដាន page របស់សាកលវិទ្យាល័យយើងអញ្ចឹងខ្ញុំគិតថាខ្ញុំអ្នកនរគ្នាក៏ចង់ដឹងដែរត្រូវអត់ពីបទពិសោធន៍ថាតើពេលដែលទៅដល់ភ្លាមអ្វីដែលជាបងអាចថា surprise ឬក៏ភ្ញាក់ផ្អើលជាងគេទទួលបាននៅពេលដែលយើងទៅដល់ទីតាំងមកដែលយើងទៅ exchange program ហ្នឹងណាហើយសូមបងហ្នឹង ទាក់ទងជាមួយនឹងបញ្ហាហ្នឹងពេលយើងនិយាយទៅពេលយើងហោះពីយើងហ្មងណាចេញពីយើងទៅដល់ចុះដល់ដីគេហ្មងនិយាយចឹងមានថា feeling មួយបរិបត្តិនៃសង្គមនៃការរស់នៅពេលខ្លះធ្វើឲ្យយើងប្រែ promotional ពេលខ្លះយើងនៅយើងគាត់ថាបើយើងនៅប្រទេសយើងដឹងបរិបត្តិអស់ហើយពេលយើងទៅដល់ហ្នឹងមានអារម្មណ៍ថាយើងឲ្យបរិបត្តិជុំវិញពេលខ្លះមួយទៀតពេលយើងទៅដល់ហ្នឹងបើចុះភ្លាមពឹបហ្នឹងមួយហ្នឹងយើងអាចដឹកស្រុកដែរ ទៅដល់នឹកភ្លាមហ្មង បើយើងទៅហ្នឹងមានអារម្មណ៍ចេះពេលយើងចុះហ្នឹងគាត់ថាទៅដើម្បីសប្បាយពេលខ្លះពេលយើងមិនសប្បាយមិនថាយើងទៅដើម្បីយើងទៅរៀនដើម្បីយើងទទួលបានចំណេះដឹងណាប៉ុន្តែពេលខ្លះយើងចុះទៅវាមានអា feeling មួយចឹងហ្មងក៏ប៉ុន្តែនៅតែបន្តទៅមុខទៀតនិយាយទៅបើបញ្ហាដែលដំបូងជាងគេគឺបរិបត្តិជុំវិញយើងដែលធ្វើឲ្យយើងប្រែប្រួលអារម្មណ៍ប៉ុន្តែពេលយើងសូមរៀនសម្រាប់ស្រួលទៅធម្មតាវិញ ចុះខាងបងវិញ បើចំពោះខ្ញុំពេលដែលនិយាយពីយើង fly ទៅប៉ុន្តែវាមានបញ្ហាមួយទាំង fly ទៀតព្រោះពួកខ្ញុំមានបញ្ហាមុននឹងបានទៅហ្នឹងតាក់ទងមួយ visa ពួកខ្ញុំ late visa ហើយពេលដែលយើងទទួលបាន visa ភ្លាមយើង fly ទៅដល់អីដែលជួបដំបងគេហ្មង surprise ហ្នឹងគឺច្បាប់ប្រទេសគេតឹងរឹងគឺជាពិសេសហ្នឹងយើងស្រីហើយទៅពេលដែលយើងទៅដល់ប្រទេសចិនហ្នឹងគឺត្រូវការធ្វើarrival card អីហើយជាងតឹងរឹង strict ហ្នឹងហើយប៉ុន្តែ surprise ជាងគេគឺខាងសាកលវិទ្យាល័យខាងសាកលវិទ្យាល័យនៅខាងប្រទេសចិនគឺគាត់អាចនិយាយបានថាគាត់ open គាត់ជ្រុំជ្រែងក្នុងការជួយទោះបីជាពួកខ្ញុំទៅ late ក៏ដោយពួកគាត់នៅតែ degree ក្នុងការចេញពីខេត្តកងស៊ីមកទទួលពួកខ្ញុំនៅខាង airport ហ្នឹងហើយមកដល់ទាំងយប់ហ្នឹងហើយខ្ញុំមានអារម្មណ៍ថារំភើបហើយពេញចិត្តក្នុងការដែលទទួលបានឱកាសក្នុងការចូលរួមហ្នឹងហើយខ្ញុំចង់ថែមតិចដែរទាក់ទងនឹងមុនពេលដែលទៅអាចការធ្វើដំណើររបស់យើងទៅហ្នឹងសំខាន់ដោយសារខ្ញុំទៅហ្នឹងមាន11នាក់ហើយនៅក្នុងហ្នឹងមានសិស្សច្បងមានអីដែរគាត់ខ្លះក៏គាត់បញ្ចប់ការសិក្សានៅសាលាយើងខ្លះក៏ជាមិត្តរួមជំនាន់របស់យើងហើយខ្លះទៀតក៏ជាសិស្សប្អូនរបស់យើងក្រោយមួយឆ្នាំអញ្ចឹងទៅពេលខ្លះយើងចេញលើកទី1ក្នុងការទៅក្រៅប្រទេសហើយយើងអញ្ចឹងបានពួកគាត់ពេលខ្លះគាត់យើងមានបញ្ហាយើងសួរខាងក្រសួងខាងគាត់មានទៅគាត់ជួយដោះយើងតាំងពីការរត់ធ្វើ visa រត់ធ្វើអីមួយចំនួនក្រោយពីយើង complete នៃការជាប់ហើយហ្នឹងគឺមានគាត់អរគុណដល់គាត់ដែលគាត់ជួយតាំងពីជាប់ដឹងតែទៅមួយគ្នារហូតទៅពេលចុះកម្មសិក្សានៅកណ្ដាលប្រទេសហ្នឹងនៅខាងខ្ញុំតៃវ៉ាន់ហ្នឹងក៏គាត់ជួយមានថាគាត់ដូចជាបងស្រីដែលយើងនៅមើលថែប្អូនអញ្ចឹងណារហូតមកវិញទៀតរហូតដល់យើងមកដល់ខ្លាចវិញទៀត អូខេបើតាមស្ដាប់មកមានអារម្មណ៍ថាអានេះមិនមែនគ្រាន់តែជារឿង surprise ទេជាការចងចាំមួយព្រោះជាលើកទី1ជា memory មួយដែលល្អ ជា good memory មែនតើអញ្ចឹងអាចជួយចែកម្លែកពីចំណេះដឹងឬក៏អីដែលយើងបានរៀននៅកន្លងពេលដែលយើងចាប់ផ្ដើមការ exchange program មួយហ្នឹងនៅសាលារបស់គេផ្ទាល់ហ្មងបាទហើយចាប់ផ្ដើមពីបងសម្រាប់ខ្ញុំនៅពេលដែលយើងទៅដល់ហ្នឹងថ្ងៃទី1យើងចេញទៅ program របស់យើងក្រោយមួយថ្ងៃមកយើង start បានចាប់ផ្ដើមហ្នឹងដំបូងឡើយខ្ញុំទៅជួបខាងការិយាល័យរបស់ប្រទេសរបស់គេសិននៅខាងនៅខាងតៃវ៉ាន់ហ្នឹងតមកទៀតបានគាត់នាំយើងទៅផ្នែកវា
ទៅតាមផ្នែកដែលយើងឲ្យជ្រើសដែរដូចខ្ញុំទៅខាងផ្នែកកុមារនៅមន្ទីរពេទ្យនៅខាងហើយចុងនៅតៃវ៉ាន់ហ្នឹងអញ្ចឹងមានថាយើងខាងគេមានថាខាងពេទ្យនៅខាងហ្នឹងគេនាំយើងទៅផ្នែកហ្នឹងហ្មងហើយគេណែនាំឲ្យយើងស្គាល់ពីរបៀបឬបរិបទនៅកន្លែងហ្នឹងហើយមកឲ្យយើងធ្វើការសម្របមួយខាងគូពេទ្យនៅខាងហ្នឹងហើយសម្រាប់ខ្ញុំហ្នឹងពេលដែលជួបហ្នឹងមិនត្រឹមតែការចុះកម្មសិក្សានៅពេទ្យទេនៅសម្រាប់ខ្ញុំនៅខាងផ្នែកខ្ញុំរៀនហ្នឹងគាត់មានឲ្យយើងដូចយើងចូលរៀនជាមួយនឹងនិស្សិតគេនៅហ្នឹងមកឲ្យយើងចូលរៀនមានថាលក្ខណៈជាឲ្យជាការវិភាគហ្មងមានថានៅនឹងនិស្សិតគេរៀនបែបម៉េចយើងត្រូវតែ follow ទៅតាមគេហើយចេញពីរៀនហើយមកធ្វើការអញ្ចឹងមានថាចាប់ពីម៉ោង 7 កន្លះព្រឹករហូតដល់ម៉ោង 5 ល្ងាចមានថាគេបញ្ចប់ប៉ុណ្ណាយើងប៉ុណ្ណឹងដែរបើយើងត្រឡប់មកកន្លែងយើងគេវិញ អូខេចុះខាងបងវិញ ដូចគ្នាបងទៅពេលដែលយើងទៅដល់សាកលវិទ្យាល័យជាទូទៅគេមាន schedule សម្រាប់យើង follow ពីមួយថ្ងៃទៅមួយថ្ងៃព្រឹកល្ងាចយើងត្រូវធ្វើអីខ្លះហើយពេលព្រឹកធ្វើអីខ្លះពេលល្ងាចធ្វើអីខ្លះ start ពីម៉ោងម៉ានដល់ម៉ោងម៉ានអញ្ចឹងទៅដូចគ្នាចាប់ពីម៉ោងខ្ញុំរៀង let ជាងគាត់តិចចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 តែកាលនេះខ្លះដល់ 6 ល្ងាចអីក៏មានដែរហ្នឹងហើយដូចជាអត់ជ្រើសរើសផ្នែកទេយើងទៅទាំងអស់គ្នារៀនជុំគ្នាមានជា first aid training ការរៀនពី first aid សង្គ្រោះបឋមcommunication យើងរៀនពីសហគមន៍គេហើយដឹងពីtraditional Chinese medicine ថ្នាំបុរាណចិននៅក្នុងសាកលវិទ្យាល័យគងស៊ីហ្មងគឺមានច្រើនផ្នែកប៉ុន្តែបើយើងនិយាយពីផ្នែកវិទ្យាសាស្ត្រហ្មងខាង traditional Chinese medicine ហ្នឹងខាងថ្នាំបុរាណចិនហ្នឹងគឺគេមានដាំថ្នាំបុរាណនៅក្នុងសាកលវិទ្យាល័យគេមកគឺសួនថ្នាំបុរាណគេមកសម្រាប់ឲ្យយើងទៅបើនិស្សិតបរទេសទៅគឺបានទៅចូលរួមទស្សនកិច្ចសិក្សាហើយអីដែលសំខាន់ជាងគេហ្នឹងយើងមានរៀនពី nursing care ការរៀនពី nursing care ព្រោះពេលដែលយើងទៅចូលរួមហ្នឹងមានទាំងវិជ្ជបណ្ឌិតទូទៅមានទាំង nursing គិលានុបដ្ឋាឬក៏ឆ្មបអញ្ចឹងការរៀនពី nursing care ពួកបងប្អូនដែលគាត់បានទៅរៀនហ្នឹងគាត់បានឃើញពីបរិបទក្នុងការបង្រៀនការ train ទៅលើនិស្សិតនៅក្នុងសាកលវិទ្យាល័យគេរៀនទ្រឹស្ដីផងគេរៀនការអនុវត្ត practice ភ្លាមៗតែម្ដងអញ្ចឹងដូចខ្ញុំផ្ទាល់អញ្ចឹងចំណុចខ្លះយើងបានរៀនបានឃើញយើងធ្លាប់ train ធ្លាប់បានអនុវត្តនៅចុះកម្មសិក្សានៅក្នុងបាន train នៅសាលាចុះកម្មសិក្សានៅមន្ទីរពេទ្យចំណុចជំនាញខ្លះយើងបានធ្វើប៉ុន្តែចំពោះជំនាញមួយចំនួនយើងរៀនទ្រឹស្ដីប៉ុន្តែយើងមិនដែលបានអនុវត្តអញ្ចឹងពេលដែលយើងទៅដល់គឺយើងបានអនុវត្តមានទាំងយើងចូលរៀនខាង OSCE OSCE exam OSCE training នៅក្នុងសាកលវិទ្យាល័យគេហ្នឹងការបង្រៀននិស្សិតរបស់គេគឺគេមានការប្រឡងចុចកុំព្យូទ័រដោយសាកលវិទ្យាល័យយើងប៉ុន្តែនៅពេលដែលគេចុចកុំព្យូទ័រហ្នឹងនៅក្នុងបន្ទប់របស់គេហ្នឹងអីដែលខ្ញុំយល់ថាវាលុយវាប្លែកខុសពីសាកលវិទ្យាល័យយើងនៅក្នុងបន្ទប់គេមានកញ្ចក់ផ្ទាំងកញ្ចក់មួយតែមានកុំព្យូទ័រដូចគ្នាផ្ទាំងកញ្ចក់ហ្នឹងយើងនៅខាងក្នុងគឺឆ្លុះមុខប៉ុន្តែគេមានទ្វារមានផ្លូវសម្រាប់ដើរទៅខាងក្រោយប៉ុន្តែកញ្ចក់មួយហ្នឹងមើលពីខាងក្រៅមកឃើញធ្លុះដល់ខាងក្នុងសាស្ត្រាចារ្យក៏ដូចជាលោកគ្រូគ្រូអាចដឹងថានិស្សិតហ្នឹងកំពុងធ្វើអីអញ្ចឹងគាត់អាចដឹងថាតើនិស្សិតមានលួចបាក់ចម្លងអីអត់នៅក្នុងពេលប្រឡងហ្នឹងប៉ុន្តែនិស្សិតមើលអត់ឃើញទេវាជារឿងដែលចាប់អារម្មណ៍សម្រាប់ខ្ញុំខ្ញុំស្រែកវ៉ាវលុយអូខេអានេះអញ្ចឹងជាបច្ចេកវិទ្យាជឿនលឿនមួយរបស់គេមកចំនួនជំនាញដែលយើងបានរៀនដែរមិននិយាយដល់គេការដាំថ្នាំបុរាណចិននៅក្នុងសាលាហ្មងចានិយាយដល់ចំណុចនេះសម័យដល់រឿងសិនមានអារម្មណ៍ថាវាលយខ្លាំងមែនចាបងលយមានចំណុចដែលយើងបានរៀនមួយទៀតគឺការចាក់មជុលយើងធ្លាប់ឃើញរឿងបុរាណចិនគេចាក់មជុលមជុលអត់មានស្រាំងចា touch នៅលើចំណុចហ្នឹងខ្ញុំបានសាកចូលរឿងចិននៅពេលដែលខ្ញុំទៅដល់ហ្នឹងអីដែលខ្ញុំផលវិបាករបស់ខ្ញុំគឺចាញ់អាកាសធាតុខ្ញុំឈឺខ្ញុំអាឡែស៊ីក្តៅខ្លួនអីចឹងទៅតែដល់ពេលដែលយើងបាន touch ចាក់អាមជុលហ្នឹងទៅវាមាន feeling មួយធូរស្រាលគេមានអាថ្នាំបុរាណចិនសម្រាប់ដុតកម្ដៅថ្នាំគេនៅលើដៃយើងគេប្រាប់ជួយ
ចំណុចណាជួយបន្ថយកម្ដៅបំបត្តិការឈឺចាប់មានការបំបត្តិការឈឺពោះហើយខ្ញុំ interest ជាមួយនឹងថ្នាំបុរាណចិននិងការចាក់បញ្ចូលនឹងដោយសារតែយើងធ្លាប់តែឃើញនៅក្នុងរឿងចិនហ្នឹងហើយទៅយើងបានទៅសាកហើយបានទៅឃើញផ្ទាល់វាជារឿងមួយដែលខ្ញុំ interest មែនតើហើយតែវាមានចំណុចច្រើនទៀតដូចជាការរៀនពីការថែទាំមនុស្សចាស់នៅក្នុងប្រទេសយើងការថែទាំគេហៅ geriatric nursing care ការថែទាំមនុស្សចាស់ហ្នឹងអត់ទាន់ទូលំទូលាយខ្លាំងទេនៅមានកម្រិតប៉ុន្តែនៅប្រទេសចិនគឺទូលំទូលាយគេប្រើបច្ចេកវិទ្យាទំនើបមែនតើមានអ្នកជំងឺវ័យចាស់ខ្លះគាត់stroke គេមានឧបករណ៍សម្រាប់លើកអ្នកជំងឺដែលយើងអាចចាំបាច់ប្រើកម្លាំងមនុស្សទេគេលើកហើយគេអូសអ្នកជំងឺទៅហួតទឹកអង្គុយញ៉ាំបាយក្នុងបន្ទប់ទឹកគេហ្នឹងគេមាន sensor និយាយទៅប្រើ AI ប្រើបច្ចេកវិទ្យាទំនើបទាំងអស់ដើម្បី take care មនុស្សចាស់ហើយតង់ដូចអ្នកជំងឺចាស់ខ្លះគាត់ភ្លេចគេមាន trend ថាតើការ decor នៅក្នុងបន្ទប់ហ្នឹងគួរតែ decor បែបផែនបែបណាដើម្បីជួយឲ្យជំនួយទៅលើការចងចាំរបស់មនុស្សចាស់ដែលគាត់ភ្លេចហ្នឹងហើយវានិយាយទៅការថែទាំមនុស្សចាស់នៅហ្នឹងគឺទំនើបហើយប្រើ AI ប្រើបច្ចេកវិទ្យាទំនើបហ្នឹងយកមកថែទាំខ្ញុំឃើញថាវាល្អវាជាចំណុចមួយដែលខ្ញុំយល់ថាយើងគួរតែអភិវឌ្ឍឲ្យដល់ចំណុចហ្នឹងដូចគ្នាអូខេគាត់ថារឿងហ្នឹងបើនិយាយមួយថ្ងៃហ្នឹងទៀតក៏អត់ចប់អស់វាច្រើនមែនតើព្រោះទៅច្រើនថ្ងៃហើយអរគុណទៅដល់ជំងឺឈឺថ្ងៃហ្នឹងកុំអីក៏អត់បានសាក់ចូលនឹងដែរទៅហើយអរគុណទៅវាដែរអូខេហើយខ្ញុំគិតថាពួកយើងប្រកាសជាក្នុងដំណើរទៅហ្នឹងជួបនៅបញ្ហាប្រឈមច្រើនហើយហើយមិញបាននិយាយថាមានសិស្សច្បងនៅនឹងគាត់ចាំជួយដោះស្រាយមានបងនៅខាងនោះទៀតហើយមិញក៏mentionថាទៅហ៊ានមួយថ្នាក់គេទៀតនៅប្រទេសចិននឹងផ្ទាល់ហ្មងអញ្ចឹងចង់ដឹងពីតំណែងវិញមិនថាក្រុមការងារដែលឬក៏ក្រុមនិស្សិតសិស្សច្បងដែលទៅមួយយើងឬក៏សាស្ត្រាចារ្យឬអាចថាមិត្តភក្តិថ្មីដែលនៅនោះថាតែការតំណែងរបស់យើងនឹងមានផលលំបាកឬក៏វាមានចំណុចណាពិសេសដែលធ្វើឲ្យយើងចងចាំនៅក្នុង program exchange program មួយហ្នឹងអាចចង់ដឹងពីបងខ្ញុំវិញនិយាយទៅបញ្ហាប្រឈមពេលដែលទៅបានថាទៅ exchange program នៅហ្នឹងហ្មងទីមួយគឺបរិបទហើយមួយទៀតគឺភាពខុសគ្នានៃភាសាព្រោះទោះបីយើងពេលខ្លះយើងប្រើជាភាសាអង់គ្លេសប៉ុន្តែនៅខាងហ្នឹងនិស្សិតខ្លះគាត់និយាយភាសាអង់គ្លេសបានខ្លះតែគាត់នៅតែនិយាយជាភាសារបស់គាត់ហ្មងអញ្ចឹងទៅយើងទីមួយពិបាកតើថ្ងៃទី1យើងអាចគិតថាវាពិបាកក្នុងការតំណែងពេលខ្លះកាយភាសាកាយវិការក៏ប្រើភាសាជំនួយក៏ប្រើដើម្បីមានតំណែងមិនហើយសំខាន់គឺការតំណែងគ្នាមានថាយើងព្យាយាមនិយាយទៅបីខុសខ្លះត្រូវខ្លះមិនក៏និយាយឲ្យបានច្រើននេះគេយល់ពីអត្ថន័យពេលខ្លះបើអត់និយាយគេអត់យល់កាយវិការប្រើកាយវិការហ្មងភាសាកាយវិការជំនួយហ្មងអូខេហ្នឹងហើយតែមានសេះសិន2 3ម៉ាត់អីអត់នេះហ่าចេះតែនេះហ่าអូខេពួកឯនេះអូខេទី2ម៉ាត់ចូលខាងបងវិញចាបងដូចគ្នាពេលទៅដល់ដូចមានឆ្លងខាងលើអញ្ចឹងបរិយាកាសខ្ញុំអត់ទាន់ស៊ាំជាមួយនឹងបរិយាកាសទេការផ្ដាច់ប្រកាសធាតុក្តៅត្រជាក់ខ្ញុំងាយអាឡែស៊ីទៀតទៅពេលអញ្ចឹងពេលទៅដល់គ្រុនហើយម្ហូបអាហារវាអត់ខុសប្លែកពីប្រទេសយើងខ្លាំងប៉ុន្តែយើងអត់ទាន់ស៊ាំក្នុងការរស់នៅហើយមួយទៀតទាំងការតំណែងភាសាដោយមិត្តភក្តិខ្ញុំគាត់បានមានសិនអញ្ចឹងយើងតំណែងមួយនិស្សិតពេលខ្លះយើងក្រុមនិស្សិតខ្លះគាត់ចេះភាសាអង់គ្លេសយើងអាចនិយាយបានប៉ុន្តែយើងក៏មិនបកកាយភាសាអង់គ្លេសដែរណាដែរអញ្ចឹងយើងអាចតំណែងដើម្បីឲ្យមាន communication ជាមួយគ្នាឲ្យបានល្អឲ្យបានច្រើនអញ្ចឹងបើសិនជាមួយសាស្ត្រាចារ្យគឺគាត់ប្រើភាសាអង់គ្លេសគាត់អាចនិយាយភាសាអង់គ្លេសអញ្ចឹងយើងអាចនិយាយភាសាអង់គ្លេសក្នុងការសួរនាំដូចជាការបង្រៀនរបស់សាស្ត្រាចារ្យអញ្ចឹងករណីដែលដូចជាក្នុងបន្ទប់ ICU គេមានជាមលកាំងដែលអាចបញ្ចេញសំឡេងហ្នឹងហើយសាលាយើងក៏កំពុងតែអភិវឌ្ឍហ្នឹងហើយកំពុងតែត្រៀមនឹងហាត់
អញ្ចឹងគេប្រើ system ដើម្បីចងឲ្យយើងធ្វើការកំណត់ diagnosis ទៅលើជំងឺដឹងការពិនិត្យទៅលើជំងឺហើយកំណត់ diagnosis យកអញ្ចឹងពេលដែលយើងមានសំណួរចង់សួរយើងហ៊ានសួរគាត់ឆ្ងល់ហើយហ៊ានសួរអញ្ចឹងនៅនឹងសាស្ត្រាចារ្យគឺគាត់ open ក្នុងការចែករំលែកមែនតើហើយពួកគាត់តែងតែផ្ដល់នឹងកែប្រែនៅចំណុចខ្វះខាតរបស់យើងខ្ញុំចាំបានសាស្ត្រាចារ្យម្នាក់គាត់បានប្រាប់មកកាន់ខ្ញុំសូមឲ្យយើងមានការប្រុងប្រយ័ត្នកុំនាំមេរោគចម្លងទៅកាន់អ្នកជំងឺកូកាស្តេរីលគាត់បង្រៀនយើងក្នុងការពាក់អាវស្តេរីលពាក់កងស្តេរីលប៉ុន្តែគាត់ alert យើងថាកុំយើងសូមប្រយ័ត្នក្នុងការព្យាយាមកុំនាំចម្លងនាំយកនៅមេរោគទៅចម្លងអ្នកជំងឺហ្នឹងហើយអាហ្នឹងយើង communicate មួយគាត់យើងសួរគាត់ផ្ដល់ experience ផ្ដល់ចំណុចខ្វះខាតមកយើងហើយហ្នឹងជាចំណុចដែលយើងកែហើយនឹងអភិវឌ្ឍខ្លួនឯងទៅមុខបើចំពោះភាសានៅក្នុងសាលាអាចប៉ុន្តែដល់ពេលនៅខាងក្រៅគាត់អត់សូវកាត់នេះខ្លះគាត់អត់សូវប្រើភាសាអង់គ្លេសអញ្ចឹងជំនួសដោយការនិយាយប្រើភាសាកាយវិការខ្លះGoogle Translate អូខេ Google Translate អូខេសរសើរមែនតើសរសើរភាពក្លាហានខ្ញុំគិតថាមានភាពក្លាហានដោយសារតចង់មែនតើចង់ដឹងចង់លឺខ្លាំងមែនតើថែមពីទៀតដែរសួរថាហ្នឹងមានថ្នាក់រៀនមួយនិស្សិតគេមែនទេហ្នឹងហើយមានចេះថ្នាក់រៀនហ្នឹងពេលដែលចូលរៀនហ្នឹងយើងត្រូវ follow តាម schedule របស់គេអញ្ចឹង professor ខ្លះគាត់និយាយជាភាសាអង់គ្លេសមកទោះបីslide របស់គាត់ខ្លះគាត់ធ្វើជាភាសារបស់គេមែនក៏ប៉ុន្តែគាត់និយាយជាភាសាអង់គ្លេសអញ្ចឹងយើងអាចស្ដាប់បាន slide professor ខ្លះគាត់បរៀនហ្នឹងគាត់ធ្វើជា slide ជាភាសាអង់គ្លេសហើយនិយាយជាភាសាអង់គ្លេសទៀតមិនដែរអាចសួរថាចេះចុះបើគាត់និយាយជាភាសាគេតែខ្ញុំធ្វើមិនឥឡូវស្មាយយើង AI ចាអញ្ចឹងចូល AI ចូល AI បក translate យើងវិញស៊ីខតជាសំឡេងហើយបកខាត់ប្រើខាង Google Translate ប្រើដើម្បីមានថាដើម្បីយើងចង់ដឹងថាតើគេបរៀនពីអីសំខាន់ដឹងគោលបំណងហើយពេលយើងមានចំណល់យើងអាចសួរគាត់បានដែរហើយពេលដែលយើងក្រោយពីចេញពីរៀនហ្នឹងដូចខ្ញុំនៅខាងតៃវ៉ាន់ចេញពីរៀនហើយត្រូវមួយចំនួនទៀតហើយបើតាក់ទងជាមួយនឹងនិស្សិតនៅហ្នឹងនិស្សិតដែលគេចុះកម្មសិក្សាដូចយើងដែរហើយ professor នៅហ្នឹងគាត់ open មានថាគាត់ឃើញយើងហើយគាត់សួរថាយើងមកពីណាអញ្ចឹងពេលខ្លះយើងលេងគាត់ថាមកពី Cambodia ជាកម្ពុជាអញ្ចឹងណាគាត់មានថាគាត់ទីមួយគាត់ interesting គាត់ហៅយើងទៅបរៀនពេលខ្លះគាត់ហៅយើងទៅបរៀនហៅយើងទៅថាធ្វើម៉េចពេលខ្លះគាត់អញ្ជើញយើងទៅរៀនគាត់មាន case ឬក៏មានករណីណាមួយដែលចង់ឲ្យយើងចេះដឹងក្នុងអំឡុងពេលយើងធ្វើការផ្លាស់ប្ដូរបើផ្លាស់ប្ដូរមានថា exchange program ហ្នឹងគាត់ចង់ឲ្យយើងចេះក៏ទៅមានអារម្មណ៍ថាគាត់ព្យាយាមធ្វើយើងយល់ពីមេរៀនបានច្រើនបង្កើនភាពស្រួលឲ្យយើងសម្រួលឲ្យយើងបានច្រើនខ្លាំងមែនតើសូមមានមិត្តភ័ក្តិដល់ឥឡូវនៅឆាតមួយគ្នាអីតិចថាមាន friend ថ្មីអីណាត់គ្នាទៅជួបគ្នាវិញទេអត់ដូចសេបើចំពោះខ្ញុំវិញពេលដែលយើងទៅហ្នឹងខាង China គេពិបាកក្នុងការប្រើប្រាស់ជាមួយ Facebook Telegram ឬក៏Messenger គេប្រើ WeChat អញ្ចឹងពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំអាចសាញ WeChat ចូលទេអញ្ចឹងទៅខ្ញុំអត់មានមាន friend ហ្នឹងហើយអត់មានតែវាជារឿងដែលសោកស្ដាយព្រោះដល់ពេលដែលខ្ញុំទៅហ្នឹងគឺគ្នាខ្លះគាត់បានសាញអត់កើតទៅពេលសម្រាប់ខ្ញុំអត់បើខ្ញុំនៅខាងតៃវ៉ាន់ប្រើបានទលាយស្អីប្រើបានឆាប្រើបាន Instagram ប្រើបាន TikTok ប្រើបានមានអញ្ចឹងនៅតំណែងពេលខ្លះអាចប៉ុន្តែគាត់ថាអាហ្នឹងគេអត់សូវលេខ Facebook គេប្រើជាInstagram ច្រើនអញ្ចឹងអាចយើងមាន friend មួយគាត់តែត្រង់មួយបាត់បានអូខេអាហ្នឹងជាតំណែងល្អមួយជាអនុស្សាវរីយ៍ល្អមួយខ្ញុំគិតថាយើងនិយាយគ្នាមករៀងច្រើនមកដែរអញ្ចឹងចង់ដឹងពីទស្សនៈបងទាំងពីរវិញពេលដែលយើងបញ្ចប់ exchange program ហ្នឹងហើយមានអារម្មណ៍យ៉ាងណាដែរបើមានឱកាសទៅទៀតអត់មានទៅទៀតអូខេអាចថានិយាយពីទស្សនៈនៅក្នុងកម្មវិធី exchange program មួយហ្នឹងតើបងយល់ឃើញយ៉ាងណាដែរនៅពេលដែលបងបានចូលរួមហើយបានបញ្ចប់មកវិញទៀតអាចសូមពីបងដូចចំពោះខ្ញុំមិនថាក្រោយពីបញ្ចប់ exchange program ហ្នឹងព្រោះថាយើងទៅយើងមានគោលបំណងដែរចុះទាំងរៀននៅសាកលវិទ្យាល័យរបស់គេយើងចុះទៅមន្ទីរពេទ្យផ្ទាល់ហ្មងទៅបណ្ឌិតជំងឺមួយគេផ្ទាល់អញ្ចឹងយើងទទួលបានចំណេះ
ចំណេះដឹងថ្មីបទពិសោធន៍ skill បែរថាបំណិននៃការមើលជំងឺពិនិត្យជំងឺទាំងអស់តាំងពីដើមតាំងពីជំងឺចូលមកយើងអាចមើលរបៀបនៃការពិនិត្យជំងឺរបស់គ្រូពេទ្យនៅខាងគេគឺ flow មិនរហូតមកដល់រហូតដល់ការព្យាបាលប៉ុន្តែយើងនិយាយទៅគាត់ចំណាយពេលតាំងពីជំងឺចូលមកយើងពិនិត្យជំងឺយ៉ាងម៉េចហ្នឹងហើយតើអ្នកតំណងមួយជំងឺនិយាយយ៉ាងម៉េចហើយការកំណត់រោគវិនិច្ឆ័យជំងឺហ្នឹងយ៉ាងម៉េចការព្យាបាលមិនរហូតដល់ការអប់រំជំងឺហើយបានជំងឺទៅទៀតអញ្ចឹងមានថាទទួលបានចំណេះដឹងច្រើននិងបទពិសោធន៍ច្រើនក្រោយពីបញ្ចប់អីទៀតតងជាមួយនឹងការធ្វើexchange program អូខេជួយខាងមកវិញ បើចំពោះខ្ញុំផ្ទាល់ហ្មងបទពិសោធន៍ដែលខ្ញុំទទួលបានក្រៅពេលដែលខ្ញុំបញ្ចប់ការ exchange program ទៅខាងប្រទេសចិនហ្នឹងគឺខ្ញុំទទួលបានបទពិសោធន៍ល្អច្រើន memory ល្អច្រើនពីនិស្សិតក៏ដូចជាសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូព្រមទាំងmemory ល្អជាមួយនឹង team ការងារដែលយើងទៅជាមួយគ្នាហើយអីដែលខ្ញុំទទួលបានក្រៅពេលដែលខ្ញុំបានបញ្ចប់ហ្នឹងគឺខ្ញុំយល់ថានិស្សិតគ្រប់គ្នាគួរតែមានឱកាសចាប់យកឱកាសក្នុងការអភិវឌ្ឍខ្លួនឯងពេលដែលយើងទៅដល់នៅក្រៅប្រទេសគេចង់តែចែករំលែកចំណេះដឹងនិងបទពិសោធន៍ឲ្យយើងទេវាដូចជានៅពេលដែលយើងទៅហ្នឹងវាដូចជាយើងស្ពាយកាបូបមួយអត់អីសោះទៅដល់គឺចាំតែត្រង់យកល្អក៏យកមិនល្អក៏យកមកអភិវឌ្ឍខ្លួនឯងនៅពេលដែលយើងអភិវឌ្ឍខ្លួនឯងយើងចែករំលែកចំណេះដឹងទៅកាន់មនុស្សជុំវិញខ្លួនបងប្អូននិស្សិតក៏ដូចជានិស្សិតផ្សេងហើយក៏បានចែករំលែកឲ្យជួយរួមក្នុងការអភិវឌ្ឍប្រទេសយើងខ្ញុំចង់សួរថាកាបូបដែលស្ពាយទៅតទេហ្នឹងទៅដល់ហ្នឹងពេលដែលចប់កម្មវិធីហ្នឹងវាពេញល្មមឬក៏វាហៀច្រើនហើយហ៊ានអូខេអញ្ចឹងអាហ្នឹងអាដែលហ៊ានហ្នឹងប្រកាសជាចង់យកទៅចែកម្លែកទៅកាន់បងប្អូនអីបន្តទៀតហើយអាចថាជាចុងក្រោយជាសំណួរចុងក្រោយហ្មងមានជាសារលើកទឹកចិត្តឬក៏អាចថា inspire ទៅកាន់អូនមិនថាជានិស្សិតដែលគាត់កំពុងតែរៀនជំនាញដូចបងទាំងពីរឯងប៉ុន្តែជាអូនដែលត្រៀមប្រឡងបាក់ឌុបកំពុងតែត្រៀមចេះរើសជំនាញនៅខែ8ខាងមុខហ្នឹងគាត់កំពុងតែប្រឡងបាក់ឌុបចប់ហើយកំពុងតែត្រៀមចេះរើសជំនាញកំពុងតែគិតកំពុងតែឆ្ងល់អីអញ្ចឹងអាចមានជាសារអីលើកទឹកចិត្តទៅកាន់ពួកគាត់ម្នាក់បន្តិចសម្រាប់ខ្ញុំនៅតែជំរុញលើកទឹកចិត្តដល់បងប្អូនក្នុងការបើការហើយពូឌីសាមិនគិតថាបងប្អូនទេតែអស់ទៅបីសិស្សច្បងក៏ដោយឬក៏នេះក៏ដោយពូឌីសាសាលាកម្មវិធីជាងប្រូក្រាមមានគ្រប់លំដាប់ទាំងអស់តាំងពីថ្នាក់យើងជានៅរៀនឆ្នាំទី6ឆ្នាំទី6លើឆ្នាំទី6ឡើងបញ្ចប់ហើយក៏មានចូលដល់ថ្នាក់វិជ្ជាបណ្ឌិតឯកទេសក៏មានអញ្ចឹងន័យថាយើងអាចតាមដានព័ត៌មានហើយបើក្នុងករណីយើងចាប់អារម្មណ៍លើការ exchange program ទៅណាមួយហើយមានន័យថាចំកន្លែងដែលយើងចង់រៀនយើងអាចដាក់បានពួកយើងក៏យើងទៅគាត់ថានៅពេលយើងដាក់ទៅការក៏នឹងទទួលបានមកវិញឯព្រោះថាដល់យើងដាក់ទៅពួកយើងទៅរៀននៅខាងក្រៅអញ្ចឹងបរិបទនៃការមានថាបរិបទនៃប្រទេសមួយវាបត់បែនទាំងវិស័យសុខាភិបាលដល់អញ្ចឹងមានថាយើងទៅយើងទទួលបានចំណេះដឹងហើយព្រោះថាចេះទៅពីមុនខ្ញុំធ្លាប់គិតថាមិនបានយើងរៀននៅយើងហើយមិនបានយើងគួរតែទៅអីចឹងនៅក្រៅទៀតខ្ញុំមានកំណត់ចឹងដែរពេលដែលយើងយល់ទៅគិតថាយើងមានឱកាសទី1សាលាមានតំណែងជាមួយនឹងខាងប្រទេសផ្សេងហើយឲ្យយើងទៅផ្លាស់ប្ដូរបទពិសោធន៍អញ្ចឹងមានថាមិនបានយើងមកចាប់ឱកាសហ្នឹងអញ្ចឹងមានថាឱកាសដែលមានទាំងប៉ុន្មានដែលយើងអាចឆ្លៀតទៅបានយើងគួរតែទៅហើយចាប់យកឱកាសហ្នឹងឲ្យបានដើម្បីយកមកទី1អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់យើងខ្វះខាតកន្លែងណាបំពេញបន្ថែមកន្លែងហ្នឹងទី3ហ្នឹងឲ្យយកនៅចំណេះជំនាញឬក៏បច្ចេកវិទ្យាថ្មីព្រោះលើវិស័យសុខាភិបាលมันប្រកាសថានៅតែមកកន្លែងទេយើងវាវិវត្តទៅមុខទៀតថ្ងៃហ្នឹងការរកឃើញចេះស្អែកឡើងខុសគ្នាតែមួយថ្ងៃឬក៏1ម៉ោង1វិនាទីវាប្រែប្រួលរហូតចឹងមានថាយើងទៅរៀនរហូតហើយចំពោះឲ្យសារមួយទៀតជូនពរចង់ណែនាំដល់បងប្អូនថ្នាក់ទី12ដែរព្រោះឥឡូវចិត្តដល់បាក់ឌុបហើយនេះប៉ុន្តែពុំប្រឹងមើលមេរៀនទេព្រោះសារធ្លាប់ឆ្លងជីវិតយើងធ្លាប់ឆ្លងកាត់ហើយអញ្ចឹងចង់ថាបើក្នុងករណីស្រឡាញ់ជំនាញពេទ្យអាចព្យាយាមទៅក្រោយពីចប់បាក់ឌុបហើយអាចមករៀនត្រៀមដើម្បីប្រឡងចូលព្រោះឥឡូវចំនួននិស្សិត
ដែលចង់ចូលរៀនពេទ្យហ្នឹងក៏វាច្រើនដែរមួយឆ្នាំទៅមួយឆ្នាំឃើញគេច្រើនហើយសាកលវិទ្យាល័យអន្តរជាតិក៏មានរើសច្រើនដែរអញ្ចឹងបើសាលាអាចរើសបានព្រោះសាលាយើងអាចមានមកបើចង់ដឹងព័ត៌មានច្បាស់អាចមកតាក់ទងនៅសាលាបានសួរតាក់ទងមានជំនាញអីខ្លះព្រោះសាជំនាញនៅក្នុងវិស័យពេទ្យមិនប្រកាសថាមានតែវិជ្ជាបណ្ឌិតទេមានអសតការីមានឆ្មបមានគិលានុបដ្ឋៈមានផ្នែកខាងអីតនបណ្ឌិតយ៉ាតនតសាហើយក៏យើងនៅមហាវិទ្យាល័យហ្នឹងហើយអញ្ចឹងមានថាមានច្រើនអញ្ចឹងបើយើងចាប់អារម្មណ៍ផ្នែកណាអាចមកសួរព័ត៌មានបានហ្នឹងហើយគេចុះខាងបងវិញជាចុងក្រោយចំពោះសារលើកទឹកចិត្តដែលខ្ញុំចង់ផ្ញើសារទៅកាន់បងប្អូននិស្សិតទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកនៅការចែករំលែកអភិសោតតិចតួចដែលខ្ញុំទទួលបានក្រោយពេលខ្ញុំបញ្ចប់ការចុះកម្មសិក្សានៅខាងប្រទេសចិនហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងព្យាយាមចាប់យកឱកាសព្រោះមនុស្សគ្រប់គ្នាអត់អាចទទួលបានឱកាសដូចគ្នាប៉ុន្តែបើសិនជាយើងទទួលបានឱកាសក្នុងការចាប់យកឱកាសក្នុងការរៀនសូត្រហើយយើងគួរតែចាប់យកឱកាសហ្នឹងនៅពេលដែលយើងទទួលបានឱកាសក្នុងការរៀនសូត្រយើងនឹងអាចព្រោះយើងដឹងថាថ្នាក់វិជ្ជាបណ្ឌិតក៏ដោយមិនថាតែវិជ្ជាបណ្ឌិតទេការរៀនសូត្រគឺត្រូវតែ long life learning រៀនរហូតអញ្ចឹងដោយគាត់មិត្តភក្តិខ្ញុំគាត់បានមានសិនអញ្ចឹងថ្ងៃនេះយើងរកឃើញបែបនេះថ្ងៃស្អែកអាចប្រែប្រួលអញ្ចឹងការដែលយើងទាំងអស់គ្នាមានចក្ខុវិស័យមានទស្សនៈមួយចង់ទៅសិក្សាស្វែងយល់ពីផ្នែកវិទ្យាសាស្ត្រទៅកាន់បរទេសយើងគួរតែចាប់យកឱកាសក្នុងការទៅព្រោះបច្ចេកវិទ្យាមិនថាទាំងបច្ចេកទេសក្នុងការបង្រៀនការថែទាំជំងឺការព្យាបាលជំងឺ culture ការរស់នៅ communication skill យើងគួរតែរៀនពីខាងក្រៅឲ្យបានច្រើនហើយលើកយកនៅចំណុចល្អយកមកចូលរួមក្នុងការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនក៏ដូចជាសារមួយដែរក្នុងនាមដែលខ្ញុំទៅចូលរួមហ្នឹងមិនមែនជាតំណាងឲ្យតែខ្លួនឯងតែជាតំណាងឲ្យសាកលវិទ្យាល័យព្រមទាំងប្រទេសកម្ពុជាយើងទាំងមូលអញ្ចឹងវាពិតជាមានរឿងល្អច្រើនកើតមានហើយក៏ចង់លើកទឹកចិត្តឲ្យបងប្អូនប្រឹងប្រែងបន្តការរៀនសូត្រនៅពេលដែលយើងប្រឹងប្រែងបន្តការរៀនសូត្រមានទាំងទ្រឹស្ដីទាំងការអនុវត្តហើយយើងគួរតែឆ្លៀតឱកាសក្នុងការចាប់យកចំណេះដឹងពីខាងក្រៅមកឲ្យបានច្រើនអញ្ចឹងយកមកចូលរួមអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនជាងមុនទៀតអាហ្នឹងដូចថាចំណេះដឹងគ្មានដែនកំណត់មានសិក្សារហូតប៉ុន្តែដើម្បីផ្ដល់ឱកាសឲ្យខ្លួនឯងបានសិក្សានឹងរហូតក៏ត្រូវតែមានភាពក្លាហានក៏ដូចជាការតាំងចិត្តចេញពីខ្លួនយើងដែរចង់បញ្ចប់ហ្មងមានសារអរគុណអីទៅកាន់ដំបូងគេអាចថាខ្លួនឯងដែលយល់ព្រមឬក៏អាចដែលមានភាពក្លាហានមួយហ្នឹងហ៊ានទៅកាន់ហ៊ានចូលរួមនៅក្នុងកម្មវិធី program មួយហ្នឹងហើយក៏ដូចជាអរគុណផ្សេងទៀតដែលយើងចង់ mention នៅក្នុងហ្នឹងដែរខ្ញុំអាចចាប់តាមពីបងមកអញ្ចឹងជាចុងបញ្ចប់នាងខ្ញុំសូមអរគុណជាដំបូងខ្លួនឯងគ្រួសារប៉ាម៉ាក់គាត់ជំរុញហើយអរគុណខ្លួនឯងដែលផ្ដល់ឱកាសឲ្យខ្លួនឯងប្រឹងប្រែងខំប្រឹងបន្តដំណើរទោះបីជាមានឧបសគ្គច្រើនប៉ុណ្ណាក៏ដោយយើងត្រូវចងចាំថាទោះបីជាមានភាពជោគជ័យត្រឹមតែ 0.1% ឬក៏តិចជាងនឹងក៏ដោយកុំបោះបង់ព្យាយាមធ្វើឲ្យអស់លទ្ធភាពបើសិនជាចុងក្រោយយើងធ្វើឲ្យវានៅតែបរាជ័យចាត់ទុកជាបទពិសោធន៍ប៉ុន្តែបើយើងបោះបង់ថ្ងៃហ្នឹងគឺចាត់ទុកថាភាពជោគជ័យរបស់យើងស្មើនឹង0ហើយក៏ចង់អរគុណទៅកាន់សាកលវិទ្យាល័យដែលសាកលវិទ្យាល័យសាកលវិទ្យាការហ្មងក្រុមការងារក៏ដូចជាបងទាំងអស់ដែលនៅធ្វើការនៅក្នុងសាកលវិទ្យាល័យបង្កើតនៅ MOU ទៅកាន់បរទេសឲ្យបានច្រើនគឺគាត់ព្យាយាមបង្កើតទំនាក់ទំនងដើម្បីឲ្យនិស្សិតយើងបានទៅរៀននៅក្រៅទៅទទួលយកបទពិសោធន៍ចំណេះដឹងការងារ skill ត្រឡប់មកវិញដើម្បីចូលរួមអភិវឌ្ឍប្រទេសយើងឲ្យរីកចម្រើនហើយជាចុងក្រោយអរគុណដល់ក្រុមការងារសាកលវិទ្យាល័យអរគុណបងហើយក៏អរគុណទៅកាន់បងដែលខាងផ្នែកទំនាក់ទំនងអន្តរជាតិពួកគាត់គឺជួយខ្ញុំច្រើនមែនតើដោយសារតែយើងមានបញ្ហាដែរអញ្ចឹងគាត់ជួយ
ភ្លាមយើងចង់បានអីគឺគាត់ព្យាយាមស្វាស្វែងក្នុងការជួយហើយក៏អរគុណទៅដល់សាកលវិទ្យាល័យនៅខាងប្រទេសចិនដែរពួកគាត់នៅតែ open នៅតែប្រឹងប្រែងយកយល់អធិស្ឋានហើយចូលរួមជួយនិងផ្ដល់នៅបទពិសោធន៍ក៏ដូចជាចំណេះដឹងជាច្រើនចែករំលែកគ្មានដែនកំណត់ហើយអរគុណដល់សាកលវិទ្យាល័យដែលបង្កើតសហប្រតិបត្តិការនេះឲ្យមានចងសហភាពគ្នារវាងប្រទេសយើងមួយនិងប្រទេសចិនដែរ អូខេគុណ សម្រាប់ខ្ញុំវិញដំបងឡើយសូមថ្លែងអំណរគុណដំបងខ្លួនឯងដែលអាចឲ្យខ្លួនឯងមានកំណត់ថាត្រូវតែដកខ្លួនកុំឲ្យគិតថាមានថាបើកខ្លួនមានថារៀនបើកចិត្តដើម្បីទទួលយកអ្វីដែលថ្មីថ្មីនិយាយអរគុណដល់ប៉ាម៉ាក់ដែលគាត់ផ្ដល់ឱកាសហើយនឹងការណែនាំមកដល់យើងហើយនឹងអរគុណដល់បងឯទៅជាមួយដែលគាត់និយាយទៅតាំងពីជាប់នឹងតែជាប់មួយគាត់គឺគាត់ជួយយើងរហូតមកតាំងដូចរៀបរាប់ពីដើមតាំងពីដើមមកដល់ចប់ព្រោះដល់ត្រឡប់មកខ្មែរវិញទៀតឥឡូវក៏នៅទៀតតងហេតុឆាតនិយាយមួយគ្នាដែរឥឡូវហ្នឹងអត់ដែរស្គាល់គ្នាពីមុនប៉ុន្តែនៅតែគាត់នៅតែជួយហើយនឹងមួយទៀតហ្នឹងថ្លែងអំណរគុណដល់សាកលវិទ្យាល័យនិងព្រមទាំងក្រុមការងារទាំងអស់ទាំងក្រុមការងារខាងទំនាក់ទំនងអន្តរជាតិហ្នឹងដែលគាត់បានតំណែងឲ្យមានការធ្វើ exchange program និយាយទៅមិនមែនប្រកាសថាមានតែឆ្នាំហ្នឹងទេមានរៀងរាល់ឆ្នាំហើយឲ្យចូលដល់ឆ្នាំសិក្សាថ្មីគឺមានរហូតអញ្ចឹងមានថាគាត់ផ្ដល់ឱកាសឲ្យយើងមានថាគាត់ផ្ដល់ឱកាសឲ្យយើងចាំតែយើងទេអ្នកចាប់ឱកាសហ្នឹងកន្លែងហ្នឹងគឺយើងមានថាយើងជាអ្នកចាប់ឱកាសមិនឱកាសរត់មកដល់យើងទេហើយយើងអត់ចេះចាប់ឱកាសទៅមុខហើយអញ្ចឹងហើយតែយើងចេះចាប់ទេហើយមួយទៀតហ្នឹងក៏អរគុណដល់សាលាមួយទៀតដែលតំណែងទាំងអស់តាំងពីយើងជាប់រហូតអ្នកក្នុងខាងគេផ្ដល់ព័ត៌មានឲ្យមករហូតអញ្ចឹងហើយមួយទៀតហ្នឹងក៏អរគុណដល់បងដែរថ្ងៃហ្នឹងដែលបានបង្កើតកម្មវិធី talk show គេថាឲ្យយើងចែកម្លែកនៅបទពិសោធន៍ទោះបីបទពិសោធន៍ហ្នឹងមិនថាច្រើនណាស់ណាគ្រាន់ថាជាបទពិសោធន៍មួយដែលឲ្យសិស្សអូនឬក៏បងដែលមានឬក៏គម្រោងផ្សេងៗដែលគាត់មានគំនិតចង់ទៅធ្វើការ exchange program ហ្នឹងទៅមានឱកាសឲ្យដូចថានឹងមានឱកាសចាប់ឲ្យបានកុំឱកាសហ្នឹងទៅបុកបានគួរតែ open ក្នុងការបើកឱកាសឲ្យខ្លួនឯងបានទៅសិក្សារៀនសូត្រនៅខាងក្រៅពេលខ្លីតែបានបទពិសោធន៍ច្រើនជាចុងក្រោយតាំងនាមឲ្យសាកលវិទ្យាល័យអន្តរជាតិសូមសម្ដែងនៅក្តីអំណរអគុណនិងមានមោទនភាពខ្លាំងមែនទែនទៅកាន់បងទាំងពីរដែលបានចូលរួមនៅក្នុងកិច្ចសភាយើងថ្ងៃនេះហើយបានចែកម្លែកបទពិសោធន៍ច្រើនខ្លាំងមែនទែនពួកយើងជឿជាក់ថាបទពិសោធន៍ដែលបងទទួលបានមិនត្រឹមតែជាការហ៊ានពីជំនាញឬក៏វិជ្ជាជីវៈរបស់បងឯងប៉ុន្តែទទួលបានតាំងពីបច្ចេកវិទ្យាថ្មីបរិបទនៃការរស់នៅខាងក្រៅជាពិសេសប្រទេសចិនហើយនិងតៃវ៉ាន់ផ្ទាល់ហើយពួកយើងសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាទទួលបាននៅបទពិសោធន៍ក៏ដូចជាចំណេះដឹងបន្ថែមជាពិសេសហ្មងចាប់យកឱកាសឲ្យបានព្រោះនេះជាសារបងយើងទុកតែនិយាយមុននឹងដែរហើយទៅកាន់អ្នកទស្សនាបើសិនបើចង់តាមដានជាមួយនឹងការចែករំលែកពីនិស្សិតឬក៏វាគ្មិនរបស់សាកលវិទ្យាល័យអន្តរជាតិយើងបន្ថែមទៀតកុំភ្លេចធ្វើការតាមដាននៅក្នុង Facebook Page ក៏ដូចជា TikTok official របស់យើងផ្ទាល់អញ្ចឹងសូមអរគុណសម្រាប់ការទស្សនាសូមអរគុណសូមជម្រាបលាអរគុណបាយ